អាងស្រះកែដែលស្ថិតនៅជាប់នឹងផ្លូវជាតិលេខ5នៃទីរួមខេត្តបាត់ដំបងទំហំអាងនេះវិញមានប្រវែងប្រហែល1គីឡូម៉ែត្រ4ជ្រុងទំហំនៃក្នុងអាងទឹកនេះមានទទឹងប្រហែល10ម៉ែត្រពេលសាងសង់រួចរាល់ហើយវាមានកម្ពស់ខ្ពស់ប្រមាណជា10ម៉ែត្រឯជម្រៅនៃអាងវិញប្រហែលមានជាង7ទៅ10ម៉ែត្រអាងបានចាប់ផ្ដើមកសាងឡើងនៅដើមខែ1រហូតដល់ខែ4ចំនឹងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរក៏ប៉ុន្តែសម័យកាលនោះគេយកថ្ងៃបុណ្យចូលឆ្នាំថ្មីនោះមកប្រារព្ធនៃវិធីបង្ហូរទង់ជាតិដើម្បីគោរពវិញ្ញាណក្ខន្ធនៃក្តាមឈ្មោះនៃលោកលេនីនវិញទីតាំងប្រារព្ធគឺស្ថិតនៅចំពីក្រោយនៃរបងវត្តកំពង់ព្រះភាគខាងត្បូងជាប់នឹងវាលស្រែនៅក្រោមដើមឈើធំនិងខ្ពស់លុះកម្មវិធីនោះបានចប់សពគ្រប់កាលណាមនុស្សរាប់ពាន់នាក់រួមទាំងយុវជនលាវយុវនារីនិងកុមារាកុមារីធ្វើដំណើរថ្មើរជើងកាត់តាមវាលស្រែរហូតដល់ភូមិដែលគេរស់នៅ1976អង្គការបដិវត្តន៍បានបញ្ជូនខ្ញុំមកលើកអាងស្រះកែវតាមរយៈរទេះគោដឹកស្ពាន2រទេះតែយុគនោះពួកយើងមកក្រោយគេមានតែខ្ញុំនិងកុមារីម្នាក់ជិះរទេះគោនោះយើង2នាក់ចេញពីឃុំអូដំបងតែមួយតែមិនដែលស្គាល់គ្នាសោះយើងចេញមកនៅពេលប្រលប់ពេលយើងមកដល់នៅពេលល្ងាចរំលងរសៀលនៅទីជុំវិញអាងនេះគ្មានទេដើមឈើជ្រកពួកគេបានដំឡើងជាខ្ទមរៀងទ្រវែងដែលលាតសន្ធឹងពីទិសខាងជើងទៅទិសខាងត្បូងជាប់នឹងមាត់បឹងបំដំរីអស់ហើយក៏ស្ថិតនៅជិតថ្នល់ជាតិផងដែរអ្វីដែលដកជាប់ចងចាំមិនភ្លេចនោះគឺខ្ញុំមានតែអាវសដៃខ្លីមួយខោគីមួយដែលផុយរលួយលេចលើក្រោមរីឯការហូបចុកវិញគឺបបរាវបបខាប់ធំក្លិនខ្លោចរៀងរាល់ថ្ងៃពេលក្តៅខ្លាំងហែងហួតដែលក្រោយពេលសម្រាប់ពីការងារខ្ញុំតែងតែដើរតម្រង់មកលានបញ្ជាន់ស្រូវមួយដែលស្ថិតនៅ500ម៉ែត្រនៃភាគខាងត្បូងឈៀងខាងលិចនៃអាងដែលនៅលើទួលនោះមានពងនូកចំបាំងនិងដើមស្វាយព្រៃដុះពណ៌ជ្រំវិញអាងស្រះកែវមានកម្ពស់ខ្ពស់ស្រឡៅបើគេគយគន់វាពីចម្ងាយវាគឺមើលឃើញខ្ពស់ត្រដែតហាក់បីដូចជួរភ្នំឈរព័ទ្ធជុំវិញនៅពេលយើងត្រឡប់មកដល់ភូមិវិញខ្ញុំដើររកម៉ែឯផ្ទះក្នុងភូមិតែមិនឃើញក៏មកសួរគេឯងគេបានប្រាប់ថាគាត់ទៅធ្វើរោចចម្ការនៅឯខាងទួលប្រាសាទឯណោះវិញពេលជួបគាត់ហើយគាត់ហាក់បីដូចជាស្រឡំកាំងភ័យខ្លាចនៅក្រោមដើមពុទ្រាមួយឈរចំការដែលវាស្រែស្ថិតនៅក្បែរភូមិគាត់គ្រាន់តែសួរថាកូនឯងមកវិញហើយតែមួយមាត់គាត់ក៏ដើរហួសទៅជាមួយគ្នាគាត់ដើរប៉ាន់តែងាកមើលមកក្រោយប៉ាន់តាហើយខ្ញុំចេះតែឆ្ងល់ហេតុអ្វីបានជាគាត់ប្រងើយកន្តើយរកខ្ញុំធម្មតាម្ដាយនិងកូនតែ2នាក់ម៉ងធ្លាប់ល្អលឿនរួចបែកគ្នាដល់ទៅ3ខែបែរជាប្រងើយដល់ពេលស្រស់ស្រូបបបពេលងាកជុំខ្នោ2នាក់គាត់បានរាយរាប់ថាខ្ញុំនេះត្រូវបានគេរាយការណ៍មកថាស្លាប់បាត់ទៅហើយដោយសារតែដីបាត់ធ្លាក់សង្កត់លើស្លាប់បានប៉ុន្មានខែមុននេះ